ធ្លាប់តែលើគេនិយាយពីវត្ថុបុរាណចម្លាក់បុរាណដល់ពេលបានមកឃើញផ្ទាល់ភ្នែកចិត្តបែបនេះទើបដឹងថាទឹកដីសិល្បៈចម្លាក់ខ្មែរមិនធម្មតាមានក្បូរក្បាច់រចនាល្អវិចិត្រឥតមានអីយកមកកណនាបានឡើយលើកទី1ហើយដែលខ្ញុំបានមកលេងសារមន្ទីរជាតិនៅរាជធានីភ្នំពេញសារមន្ទីរជាតិនេះមានរក្សាទុករូបសំណាកនិងវត្ថុប្រវត្តិសាស្ត្រកម្ពុជាចំនួនជាង14000តាំងពីសម័យបុរេប្រវត្តិសម័យអង្គរនិងសម័យក្រោយៗមកទៀតសារមន្ទីរជាតិស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាអគារសារមន្ទីរនេះត្រូវបានបំផុសគំនិតដោយស្ថាបត្យកម្មប្រាសាទខ្មែរត្រូវបានសាងសង់នៅចន្លោះឆ្នាំ1917និងឆ្នាំ1924ក្នុងរាជ្យរបស់ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិសារមន្ទីរនេះត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ1920ហើយត្រូវបានជួសជុលឡើងវិញនៅឆ្នាំ1968សារមន្ទីរជាតិជាសារមន្ទីរប្រវត្តិសាស្ត្រវប្បធម៌ដ៏ចំណាស់និងធំបំផុតក៏ជាសារមន្ទីរប្រវត្តិសាស្ត្របុរាណវត្ថុឈានមុខគេរបស់ប្រទេសកម្ពុជាផងដែរសារមន្ទីរនេះមានបណ្ដុំសិល្បៈខ្មែរដ៏ធំបំផុតមួយរបស់ពិភពលោករួមទាំងចម្លាក់វត្ថុមានតម្លៃលង្ហិនសិលាចារឹកនិងស្ថាបត្យកម្មមួយចំនួនត្រូវបានរក្សាទុកនៅឯសារមន្ទីរជាតិនេះពុកម៉ែបងប្អូនចង់ឃើញច្បាស់ផ្ទាល់ភ្នែកអាចទៅទស្សនាបានគ្រប់រូបចម្លាក់និងវត្ថុបុរាណនីមួយៗសុទ្ធសឹងតែមានឈ្មោះមានសម័យកាលទីកន្លែងដែលត្រូវបានរកឃើញនិងយកមករក្សាទុកតួយ៉ាងដូចជាចម្លាក់ថ្មដែលកំពុងឈរបង្អួតរៀងដាក់ភ្ញៀវទេសចរនេះអញ្ចឹងគឺជាប្រតិមាព្រះហិរិហរៈសាងអំពីថ្មភក់នៅប្រាសាទអណ្ដែតចំណែកនេះគឺជាបដិមាព្រះវិរុណរកឃើញនៅប្រាសាទគោកដូងគឺជាទេពតំណាងឲ្យទឹកឬសមុទ្រនិងជាទេពដ៏សំខាន់មួយនៅក្នុងព្រហ្មញ្ញសាសនាចំណែកនេះគឺជាកញ្ចាំងរូបឥសីរកឃើញនៅប្រាសាទព្រះគោចុងសតវត្សទី9បដិមាស្វាមីធំចំនួន2ឈរប្រយុទ្ធគ្នាដែលឆ្លាក់លើជើងទម្រតែមួយឆ្លាក់ពីថ្មភក់មានកម្ពស់ 2,78 ម៉ែត្របដិមានេះត្រូវបានរកឃើញនៅប្រាសាទចិននៃតំបន់ប្រាសាទកោះកេរក្នុងរវាងទសវត្សរ៍1960ដោយក្រុមអ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ាប្រទេសនេះគឺជារូបចម្លាក់ព្រះហិណ្ឌូគ្រីស្នរៈគោវធនដែលមានអាយុកាល1500ឆ្នាំបដិមាព្រះវិស្ណុប្រហ័ស8រកឃើញនៅភ្នំដាខេត្តតាកែវព្រះនាងទុគាមកពីកំពតមុនអង្គរចុងសតវត្សទី7នេះគឺជារូបសំណាកនាងទេវីទេពធីតាហិណ្ឌូនេះគឺជារូបក្បាលយក្សបងប្អូនទៅលេងខេត្តសៀមរាបប្រកាសជាបានឃើញហើយរូបនេះចំណែកនេះគឺជារូបចម្លាក់ហនុមានជាអវតាររបស់ព្រះសិវៈតំណាងឲ្យភាពអង់អាចក្លាហានឈ្នះរាល់អំពើអាក្រក់និងមានសច្ចភាពនេះគឺជារូបព្រះស្កន្ទគង់លើសត្វក្ងោកនៅមានរូបចម្លាក់និងវត្ថុបុរាណជាច្រើនផ្សេងទៀតដែលខ្ញុំថតនិងរៀបរាប់ឲ្យពុកម៉ែបងប្អូនស្ដាប់គឺអត់អស់ដូច្នេះហើយសម្រាប់ពុកម៉ែបងប្អូនក៏ដូចជាសិស្សានុសិស្សដែលចូលចិត្តសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក៏ដូចជាចូលចិត្តទស្សនាវត្ថុបុរាណចម្លាក់ក្បូរក្បាច់រចនាបុរាណគឺអាចទៅលេងនៅសារមន្ទីរជាតិបានសម្រាប់វីដេអូរបស់ខ្ញុំក៏សូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមដល់ចប់ហើយក៏សូមអភ័យទោសរាល់ពាក្យពេចន៍ខុសឆ្គងទាំងឡាយសូមអរគុណសូមជម្រាបលា